យើងតែងតែជួបប្រទះនឹងស្ថានភាពអយុត្តិធម៌ក្នុងជីវិតនៅពេលយើងបើកទូរទស្សន៍មើលព័ត៌មានវាពោពេញទៅដោយអំពើពុករលួយការគៀបសង្កត់និងអយុត្តិធម៌ពេលខ្លះហាក់ដូចជាអំពើអាក្រក់បានទទួលជ័យជំនះដែលធ្វើឲ្យបេះដូងយើងពោពេញទៅដោយកំហឹងនិងការខកចិត្តតួអង្គក្នុងព្រះគម្ពីរឈ្មោះដាវីតក៏បានជួបប្រទះនឹងស្ថានភាពស្រដៀងគ្នានេះដែរនៅក្នុង2សាមយូអែ23:6 7គាត់បាននិយាយអំពីមនុស្សអាក្រក់ដែលនឹងត្រូវដុតចោលដូចជាបន្លាពាក្យភាសាហេប្រ៊ូសម្រាប់អាក្រក់ពេលីយ៉ាលមានន័យថាគ្មានតម្លៃឬគ្មានប្រយោជន៍ហើយមិនសំដៅតែលើបុគ្គលអាក្រក់ប៉ុណ្ណោះទេប៉ុន្តែសំដៅលើកម្លាំងទាំងអស់ដែលប្រឆាំងនឹងឆន្ទៈរបស់ព្រះនឹងធ្វើឲ្យពិភពលោកច្របូកច្របល់ដូចជាបន្លាដែលដុះឡើងមួយរយៈខ្លីមុនពេលត្រូវភ្លើងលេបត្របាក់កម្លាំងអយុត្តិធម៌ទាំងនោះនឹងរលីបាត់ទៅនៅចំពោះមុខយុត្តិធម៌របស់ព្រះដាវីតជឿជាក់ថាយុត្តិធម៌របស់ព្រះនឹងឈ្នះជាមិនខានយើងតែងតែមានអារម្មណ៍ខកចិត្តនិងខឹងសម្បារនៅពេលប្រឈមមុខនឹងអយុត្តិធម៌នៃពិភពលោកទោះជាយ៉ាងណាព្រះគម្ពីរផ្ដល់នូវក្តីសង្ឃឹមថាយុត្តិធម៌របស់ព្រះនឹងត្រូវបានសម្រេចជាមិនខានយុត្តិធម៌នេះបានបង្ហាញឲ្យឃើញច្បាស់បំផុតតាមរយៈព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងព្រះយេស៊ូវបានយកឈ្នះលើអំពើបាបទាំងអស់និងអំណាចនៃអំពើអាក្រក់នៅពេលទ្រង់ត្រឡប់មកវិញទ្រង់នឹងបំផ្លាញអំពើអាក្រក់ទាំងអស់ឲ្យអស់ស្រង់ក្នុងនាមជាចៅក្រមខ្ពស់បំផុតទ្រង់នឹងកែតម្រូវរាល់អយុត្តិធម៌ប៉ុន្តែព្រះយេស៊ូវមិនមែនជាចៅក្រមដែលគ្រាន់តែដាក់ទោសនោះទេទ្រង់ក៏ជាព្រះអង្គសង្គ្រោះរបស់យើងផងដែរទ្រង់បង្ហាញព្រះហឫទ័យមេត្តាករុណាដល់អ្នកដែលសារភាពកំហុសរបស់ខ្លួនដោយផ្ដល់ឱកាសឲ្យពួកគេទទួលការអត់ទោសយុត្តិធម៌របស់ព្រះមិនអត់អន់ចំពោះអំពើអាក្រក់ទេប៉ុន្តែក៏ផ្ដល់ឱកាសសម្រាប់ជីវិតថ្មីតាមរយៈការសារភាពទោះបីជាក្នុងចំណោមការតស៊ូផ្ទាល់ខ្លួននិងអយុត្តិធម៌សង្គមក៏ដោយយើងត្រូវតែជឿថាយុត្តិធម៌របស់ព្រះនៅមានជីវិតហើយខិតខំរស់នៅប្រកបដោយសុចរិតតាមព្រះហឫទ័យរបស់ទ្រង់ព្រះយេស៊ូវគឺទាំងចៅក្រមដ៏សុចរិតនិងជាព្រះអង្គសង្គ្រោះដ៏មានព្រះហឫទ័យមេត្តាករុណារបស់យើងទ្រង់វិនិច្ឆ័យអយុត្តិធម៌ប៉ុន្តែក៏ប្រសោបយើងដោយសេចក្តីស្រឡាញ់ផងដែរទោះបីជាយើងប្រឈមមុខនឹងស្ថានភាពអយុត្តិធម៌និងត្រូវប្រឆាំងនឹងអយុត្តិធម៌នៅក្នុងពិភពលោកដែលពុករលួយក៏ដោយយើងអាចដើរតាមព្រះយេស៊ូវប្រកាសពីយុត្តិធម៌និងសេចក្តីស្រឡាញ់របស់ទ្រង់ហើយរស់នៅប្រកបដោយសុចរិតដោយមិនបាត់បង់សេចក្តីសង្ឃឹមទោះបីពិភពលោកពោពេញទៅដោយភាពងឹតប៉ុន្មានក៏ដោយយុត្តិធម៌និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនឹងការពារយើងពីការដួលរលំដែលអនុញ្ញាតឲ្យយើងរកនៅជាពន្លឺដែលប្រកាសពីសេចក្តីស្រឡាញ់និងយុត្តិធម៌របស់ទ្រង់ថ្ងៃនេះយើងសង្ឃឹមថានឹងរស់នៅជាមួយនឹងសេចក្តីសង្ឃឹមនិងសន្តិភាពនៅក្នុងព្រះយេស៊ូវគ្រីស្ទ